ញប្រភេទម៉ាស៊ីនកាត់ត្រួយផ្កាអញ្ចឹងមករយៈពេលចុងក្រោយនេះគឺថាបងប្អូនយើងចាប់អារម្មណ៍ប្រភេទម៉ាស៊ីនកាត់ត្រួយផ្កាច្រើនមែនទែនហើយនេះបងណាបាទបងប្អូនយើងមើលប្រភេទម៉ាស៊ីនកាត់ត្រួយផ្កាយើងបកចេញពីកេះតែម្ដងសម្រាប់ម៉ាស៊ីនកាត់ត្រួយផ្កានេះហើយអ្វីដែលចាក់ស្ដែងមួយទៀតបងប្អូនតែងតែសួរខ្ញុំថាអូប្រវែងមុខកាត់វាប្រមាណទឹកនេះប្រវែងមុខកាត់វាប្រមាណទឹកកាត់មុខនេះមកឲ្យខ្ញុំដោះស្រោមបាទដោះស្រោមកាត់វាចេញនេះយើងបកពីកេះតែម្ដងណាបងប្អូនណាបាទសម្រាប់ប្រភេទម៉ាស៊ីនកាត់ត្រួយផ្កានេះគឺបាទម៉ាក Mosto សម្រាប់ model វាបាទ N80 2230B បាទណាបាទឥឡូវនេះយើងចាក់សាំងរួចរាល់ចម្ងល់បងប្អូនយើងវាច្រើនសួរខ្ញុំថាប្រវែងវាប្រមាណទឹកឥឡូវខ្ញុំវាស់ប្រវែងចាក់ស្ដែងជូនគឺ5ទឹកកន្លះបាទ5ទឹកកន្លះគត់តែម្ដងបាទ5ទឹកកន្លះសម្រាប់ប្រវែងមុខកាត់វាព្រោះវាច្រើនប្រភេទនេះគឺគេយកទៅបាទតម្រឹមត្រួយផ្កាត្រឹមមេឈើបាទពីច្រើនទៅលើសំដៅទៅលើសួនបាទព្រោះសួនហ្នឹងគេកាត់ក្បាច់ម៉ូដផ្កាម៉ូដត្រួយឈើម៉ូដអីផ្សេងៗហ្នឹងទៅអញ្ចឹងយើងយកអាហ្នឹងយកទៅកាត់ស្រួលកាលមុនចំណងនោះគេប្រើកត្រៃច្រឹបចេញបាទកត្រៃច្រឹបអញ្ចឹងវាអាចយូរបាទសម្រាប់បច្ចុប្បន្នហ្នឹងគឺទៅការហៅថាសម្ភារៈនិយមដែរសម្រាប់ការប្រើប្រាស់មិនឲ្យជំនួយការងារបានលឿនអញ្ចឹងគេជាវប្រភេទម៉ាស៊ីននេះយកទៅប្រើប្រាស់អញ្ចឹងការត្រួតផ្កាស្រួលបងប្អូននេះខ្ញុំចង់ចាក់បាច់ចាក់អីស្រួលមែនតើបាទឥឡូវនេះខ្ញុំចាក់សាំងរួចរាល់ហើយយើងទៅធ្វើការបញ្ឆេះតេស្តបាទជូនបងប្អូនយើងទស្សនាផងដែរអញ្ចឹងមុនដំបូងយើងត្រូវមើលនេះកន្លែងបិទបើកអញ្ចឹងសម្រាប់កុងតាក់បិទបើកយើងកាច់យកមកក្រោយអញ្ចឹងបាទស្មើនឹងបិទហើយដំបូងឡើយគឺយើងមានការសក់សាំងអញ្ចឹងណាបាទនេះរបៀបឆេះបាទយើងបិទអែអញ្ចឹងទៅអញ្ចឹងខ្ញុំសូមបញ្ឆេះវាអញ្ចឹងជាធម្មតានៅពេលដែលសាំងដែលយើងចាក់ចូលភ្លាមនេះទៅការបិទអែយើងបិទអែហើយយើងទាញឆេះម៉ាត្រូលយើងរុញអែវាមកវិញណារុញអែវាវិញស្មើនឹងបាត់អែវិញបាទសូមបញ្ជាក់បងប្អូនយើងដែរថាសម្រាប់ប្រភេទម៉ាស៊ីននេះគឺយើងងាយស្រួលប្រើមែនទែនទី1យើងបញ្ឆេះក៏ស្រួលដែរបាទបញ្ឆេះក៏ស្រួលការប្រើប្រាស់ក៏ស្រួលអញ្ចឹងបងប្អូនយើងគ្រាន់តែចេះបច្ចេកទេសនៃការប្រើប្រាស់ប្រភេទម៉ាស៊ីននេះតិចទៅគឺរួចជាការស្រេចបាទសម្រាប់ប្រភេទម៉ាស៊ីននេះគឺយើងប្រើសាំងលាយគឺអាចប្រើសាំងសុទ្ធបានទេប្រភេទគូកាត់ស្មៅកាត់មែកឈើដែលយើងអាចលើកពវល់បានណាឲ្យយើងអាចលើកពវល់ឡើងលើចុះក្រោមបានទាំងអស់អញ្ចឹងយើងប្រើជាមួយនឹងសាំងលាយអាចប្រើមួយសាំងសុទ្ធទេព្រោះសាំងសុទ្ធយើងប្រើជាមួយប្រេងក្បាតអញ្ចឹងយើងប្រើជាមួយប្រេងក្បាតអាចក្លុកក្លាប់បានទេតែប្រភេទប្រេងលាយនេះគឺយើងក្លាប់កាប់ខាទៅណាក៏បានដែរអត់បារម្ភអញ្ចឹងណាហ្នឹងហើយប៉ុន្តែបើណាអ្វីដែលជាក់ស្ដែងប្រភេទម៉ាស៊ីននេះយើងហុយបន្តិចដោយសារវាប្រើប្រភេទប្រេងលាយអញ្ចឹងវាហុយបាទវាអត់ដូចប្រភេទសាំងសុទ្ធអត់ហុយទេបាទតែយើងប្រើនៅគេហៅថាកលៈទេសៈនៃការកាត់
ការកាត់មេឈើយើងត្រូវការលើកចុះលើកឡើងយើងត្រូវការប្រើពេលលាជាចាំបាច់ដូច្នេះសម្រាប់បងប្អូនយើងដែលត្រូវការប្រភេទម៉ាស៊ីនកាត់ត្រួយផ្កាបងប្អូនអាចធ្វើការតាក់ទងមកកាន់លេខទូរស័ព្ទបាទនៅលើវីដេអូនេះផ្ទាល់តែម្ដងបាទយើងទប់លំនឹងម៉ាស៊ីនឲ្យជាប់យើងចាប់ផ្ដើមទាញខ្សែវាអញ្ចឹងយើងប្រើដៃទាំងពីរបាទអញ្ចឹងដៃមួយខាងទប់ម៉ាស៊ីនឲ្យជាប់បាទដៃមួយខាងទាញពីច្រើនយើងកុំព្យាយាមទាញម៉ាស៊ីនដោយក្រកក្រាក់អញ្ចឹងអត់សូវល្អទេគឺធ្វើឲ្យប្រភេទម៉ាស៊ីនរបស់យើងឆាប់ខូចអញ្ចឹងយើងត្រូវទប់លំនឹងឲ្យជាប់ទាញមួយខ្សែឲ្យច្បាស់